សួស្តីថ្ងៃនេះនាងខ្ញុំមានផ្លែឈើមួយប្រភេទមកបង្ហាញឲ្យពុកម៉ែបងប្អូនបានឃើញម្ដងទៀតហើយផ្លែនេះកុំប្រាប់ថាពុកម៉ែបងប្អូនមិនស្គាល់ឲ្យសោះណាថ្ងៃមុនគឺនាងខ្ញុំបានថតបង្ហាញម្ដងហើយប៉ុន្តែនាងខ្ញុំថតអំពីផ្លែវាដែលទុំថ្ងៃនេះគឺនាងខ្ញុំបេះអាខ្ចីមកហើយចំពោះផ្លែនេះគឺមានឈ្មោះថាផ្លែច័ន្ទបើនិយាយអំពីផ្លែច័ន្ទមានពីរប្រភេទនេះគឺជាប្រភេទច័ន្ទយើងធម្មតាផ្លែធំអាចហូបសាច់ហូបក្រាត់បានបើសិនបើផ្លែតូចដែលនាងខ្ញុំផុសបង្ហាញថ្ងៃមុននោះគឺជាប្រភេទច័ន្ទប៉ែនឬអ្នកខ្លះហៅថាម៉ាក់ប៉ែនច័ន្ទនោះគឺអត់មានក្រាត់ទេហើយរាងលក្ខណៈគេតូចស្អាតមានក្លិនក្រអូបយើងដាក់តាមខ្លួនជួយឲ្យមានក្លិនក្រអូបតែប្រភេទច័ន្ទនេះយើងអាចបរិភោគបានហើយច័ន្ទនេះវានៅខ្ចីទេពុកម៉ែបងប្អូនថ្ងៃនេះគឺនាងខ្ញុំបេះវាមកដើម្បីជ្រលក់ប្រហុកចិញ្ច្រាំតែម្ដងបើនិយាយពីការហូបច័ន្ទពុកម៉ែបងប្អូនយើងអាចហូបជាមួយអំបិលម្ទេសក៏បានយើងអាចហូបជាមួយនឹងទឹកប្រហុកម្ទេសក៏បានហើយបើយើងមានស្វាយជូរឬក៏ម្នោះអីយើងអាចយកដាក់លាយជាមួយគ្នាបានតែថ្ងៃនេះគឺនាងខ្ញុំមានតែស្វាយហើយនឹងច័ន្ទទេហើយស្វាយនេះអត់ជូរទៀតស្វាយបើបានណាជូររឹតតែឆ្ងាញ់ត្រូវជាតិគ្នាក្របវាដូចក្របថ្នោតចឹងរបស់ខ្ចីតែនេះក្របរៀងចាស់បន្តិចហើយពីក្មេងខ្ញុំស្លាប់បេះវាមកចាត់យកក្របវាហូបច័ន្ទបើហូបមានគ្នាច្រើនមិនឆ្ងាញ់ហូបឯងមិនសូវឆ្ងាញ់ទេប៉ុន្តែដើម្បីចង់បានវីដេអូបង្ហាញបងប្អូនឲ្យបានឃើញមានថតតែឯងហើយឆ្ងាញ់ណាស់ច័ន្ទនេះជំនួយកាពះអ្នកដែលមានបញ្ហាកាពះពោះវៀននេះទៅហ្មងច័ន្ទយើងអាចយកទៅបុកជាមួយនឹងផ្លែដង្កោបានហើយយកទៅបុកជាមួយនឹងផ្លែដង្កៀបក្តាមដាក់ដង្កៀបក្តាមមកដាក់អំបិលម្ទេសដាក់នេះហិលចាំមើលនឹងខ្ញុំមកពីសំឡូតវិញប្រហែលជាស្អែកនឹងខ្ញុំទៅសំឡូតអត់បានមានវីដេអូចេញហើយក៏អត់បានចូលទៅលេងចូលទៅឡាច់ពុកម៉ែបងប្អូនណែត្រឡប់មកវិញខ្ញុំនឹងធ្វើបុកច័ន្ទដង្កៀបក្តាមនិងបុកដង្កោដង្កៀបក្តាមបង្ហាញដល់បងប្អូនបានឃើញហើយចំពោះវីដេអូនេះគឺមានតែប៉ុណ្ណេះទេចាំជួបនឹងខ្ញុំនៅវីដេអូក្រោយៗទៀត